មួយកន្លែងទីតាំងមួយនេះគឺនៅបាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺខ្ញុំមកលេងនៅព្រែកសាច់ហើយក្នុងខេត្តកោះកុងហើយសម្រាប់ថ្ងៃនេះមុននឹងទៅដល់កន្លែងទឹកហ្នឹងគឺយើងចូលទិញកាហ្វេក៏មើលតូបកាហ្វេរបស់គេទំនងស្អាតអញ្ចឹងទៅក៏សុំគេថតទៅតមកទៀតគឺយើងចាប់ផ្ដើមជិះម៉ូតូទៅដល់កន្លែងកំសាន្តអារម្មណ៍ហើយតើតើជាមួយកន្លែងនេះគឺមានភាពស្ងប់ស្ងាត់មែនតើហើយយើងនៅអង្គុយ relate នៅក្នុងទីតាំងនេះគឺល្អមែនតើហើយមើលផ្លូវទៅមានលំបាកបន្តិចដោយសាររដូវវស្សានេះគឺទឹកហូរច្រោះដាច់ចឹងទៅហើយតើតើជាមួយកន្លែងទីតាំងមួយនេះគឺនៅក្នុងឃុំព្រែកសាច់ហើយបងប្អូនមើលទៅហើយតាមដងផ្លូវនេះគឺមើលទៅទិដ្ឋភាពគឺស្អាតមានអោបដុះច្រើនហើយយើងមើលឃើញទៅកោះកុងក្រៅទៀតចឹងគឺតើតើជាមួយគឺមកកន្លែងនេះគឺមានភាពស្រស់ស្អាតមែនតើហើយសម្រាប់ទីតាំងនេះគឺស្ថិតនៅក្នុងឃុំព្រែកសាច់ហើយបងប្អូនមើលទៅដល់កោះកុងក្រៅហើយទៅដល់ផែកំពង់ផែនៅព្រែកសាច់ក៏បានដែរហើយមានទីតាំងនេះមានដើមដូងដុះច្រើនហើយមើលទឹកទេសភាពស្អាតមែនតើបងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនចង់មកលេងមកកំសាន្តអីបងប្អូនកុំភ្លេចចូលនឹងព្រែកសាច់យើងមកតាមតាពាំងរូងទៅយើងទៅដល់ព្រែកសាច់ហ្នឹងទៅយើងមុននៅវីដេអូថ្មីរបស់ខ្ញុំបាទសូមអរគុណច្រើនមើលទិដ្ឋភាពដែលជុំវិញនៅក្នុងតាមឆ្នេរនឹងស្អាតមែនតើបាទចឹងអរគុណច្រើនដែលបងប្អូនដែលបានតាមដាន